ធ្វើមិនបានអាចទៅស្ថានទូតចិនបានហើយសម្រាប់មិត្តភ័ក្តិរបស់ខ្ញុំដែលគាត់ទៅជាមួយគ្នាហ្នឹងគាត់អាចនឹងឆ្លើយចម្លើយផ្សេងប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំអាចនិយាយបានថាដោយសារតែខ្ញុំបានហ៊ាននៅសាកលវិទ្យាល័យភូមិន្ទវិទ្យាសិល្បៈហ្នឹងហើយបានខ្ញុំបានទៅកន្លែងហ្នឹងកម្មវិធីមួយហ្នឹងអាចនិយាយបានថាការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជាជាមួយនឹងប្រទេសចិនរបស់លេងមាននៅនឹងច្រើនខ្លាំងមែនតើប៉ុន្តែខ្ញុំបានសាកតាមមួយចំនួននេះចឹងដឹងថាតើខ្ញុំបានលេងឲ្យគេខ្លះអញ្ចឹងយើងទៅមើលទាំងអស់គ្នាអើយតាំងពីកើតមកតែបានប៉ះភ្លេងមិនទេតែដល់ពេលឥឡូវនេះបានគោះខ្លួនឯងឆ្កងខ្លាំងមែនតើប៉ុន្តែបងប្រុសគាត់បង្ហាញពីរបៀបនៃការលេងបងប្អូនទាំងអស់គ្នាឮបងប្អូនណែគាត់នៅចឹងហ្នឹងគាត់សើចអើយសើចយកតែមែនតើហ្មងតែហ្នឹងគាត់សើចរឿងអីគេបងថ្ងៃរៀននៅរូបហ្វាទៅអត់ខ្ញុំមានអារម្មណ៍ថាខ្ញុំឃើញថ្ងៃប៉ុន្តែដូចជាមិនមែនព្រោះខ្ញុំប្រហែលស្រៀងបងប្រុសទាំងទ្វេគឺគាត់សង្ហាឲ្យបកកែលេងទៀតឧបករណ៍អីក៏គាត់អាចលេងបានដែរដូចជាចបៃជាមួយនឹងរនាតដោយដែលបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងណាអូយមានទឹកដមខ្លាំងមែននៅក្នុងរឿងចិនខ្ញុំប្រហែលជាធ្លាប់បានឮជាញឹកញយឲ្យថាផឹកស្រាតែងកំណាបគយគន់ស្រីស្អាតអីចឹងទៅក៏ប៉ុន្តែកន្លែងនេះស្ដាប់ភ្លេងប៉ុន្តែគយគន់ទេសភាពគំនូរវិញម្ដងខ្ញុំអត់បានដឹងថាជាស្នាដៃរបស់វិចិត្រកររូបណែប៉ុន្តែយើងអាចគយគន់បានដោយពីមួយផ្ទាំងទៅមួយផ្ទាំងហ្នឹងគឺបង្ហាញពីភាពម៉ត់ចត់ដ៏ប៉ិនប្រសប់របស់គាត់ទៅលេខរូបព្រះពុទ្ធអង្គវិញគឺភ្លឺថ្លាស្រស់ស្អាតខ្លាំងមែនតែម្ដងបើទោះបីជារូបខ្មុកគឺជារូបដែលត្រូវបានគេដាក់តាំងឬក៏គេបង្កើតឡើងក៏ដោយប៉ុន្តែហាក់បីដូចជាមានអារម្មណ៍ថាហាក់បីដូចជាមានជីវិតជីវ៉ាដូចជាមនុស្សយើងអញ្ចឹងហើយអីដែលគួរឲ្យកត់សម្គាល់ហ្នឹងគឺនៅពេលដែលឃើញរូបខ្មុកហ្នឹងហើយមានអារម្មណ៍ថាគាត់នឹងកំពុងតែសើចដាក់យើងអញ្ចឹងហើយទៅយើងច្រឡំសើចដាក់គាត់វិញបន្ថែមពីលើហ្នឹងទៀតក៏នៅមានផលិតផលសេរ៉ាមិចមួយចំនួនទៀតដែរចូលមកដល់ការរៀនសរសេរអក្សរចិនវិញម្ដងអានេះគឺយើងអាចសរសេរតាមលំនាំបើមិនយើងអត់ចេះតួអក្សរអញ្ចឹងយើងអាចមើលគេទៅហើយសរសេរតាមគេអញ្ចឹងទៅវាមានក្រាស់តូចក្រាស់ធំទៅតាមការចូលចិត្តរបស់យើងអញ្ចឹងណាកន្លែងនេះគឺខ្ញុំយកក្រាស់តូចវាស្រួលដាក់តាមខ្លួនហើយដោយសារមានរូបភាពបន្តិចហើយមានលីឡំអក្សរទៅវាធ្វើឲ្យកាន់តែរស់រវើកអញ្ចឹងក្រាស់តូចប្រើជួរតូចទៅដល់ពេលក្រាស់ធំយើងប្រើអាសូប៊ីកនោះណាមុននឹងចាប់ផ្ដើមសរសេរខ្ញុំហ៊ានរេរ៉នតិចព្រោះអីខ្លាចសរសេរប៉ះជាប់ពាក្យដែលជេរអីអញ្ចឹងវាអត់ល្អតើក្នុងមួយឆាជីវិតបានសរសេរអក្សរចិនលើកទី1ហើយធ្លាប់តែនិយាយពាក្យថាវ៉ាឯនីឥឡូវបានសរសេរហើយខ្ញុំក៏ចង់ដឹងដែរថានៅលើហ្នឹងវាមានន័យថាមិនអញ្ចឹងទៅខ្ញុំក៏បានប្រើ AI translate អីចឹងតែខ្ញុំខ្លាច AI វាចាប់សញ្ញាអត់បានច្បាស់អីចឹងទៅចឹងហើយខ្ញុំសួរមិត្តភក្តិខ្ញុំបន្ថែមទៀតប៉ុន្តែអត្ថន័យគឺដូចគ្នាហ្នឹងជាពាក្យជូនពរគេជូនពរឲ្យយើងសบายចិត្តរហូតមានថាសុខសบายមានសុភមង្គលហើយអាខាងក្រោមពីម៉ាត់ហ្នឹងមានន័យថាមានសុវត្ថិភាពជារៀងរហូតនេះជាកំណត់របស់ខ្ញុំទេប្រហែលជាអក្សរចិនមានសិល្បៈផងមានការលើកតម្កើងផងអីចឹងទៅវាធ្វើអីហាក់បីដូចជាគ្រាន់តែពាក្យថាមានសុភមង្គលឬក៏រីករាយពេញមួយជីវិតហ្នឹងក៏ហាក់បីដូចជាមានតម្លៃខ្លាំងក្លាដែរនេះជាចំណុចសំខាន់មួយដែលយើងអាចរៀនសូត្រពីគេហើយយកមកអភិវឌ្ឍជាមួយនឹងឬក៏លើកស្ទួយអក្សរសាស្ត្រជាតិរបស់យើងបន្ថែមទៀតអីចឹងដល់កន្លែងនេះខ្ញុំទើបតែនឹកឃើញមិនដឹងថាខ្ញុំបានមើលរឿងចិនឬក៏បានឮពីអ្នកណាមកទេដែលខ្ញុំឮថានៅពេលដែលនិយាយជាភាសាគេជាមួយនឹងគេទៅបង្ហាញថាយើងនឹងគោរពគេទីបំផុតខ្ញុំបានសរសេរអក្សរចិនហើយបន្តមកទៀតគាត់ក៏ឲ្យរើសបតោងអីអញ្ចឹងណាហើយខ្ញុំក៏រើសពណ៌ទឹកប៊ិចអីអញ្ចឹងទៅព្រោះថាវាអត់សូវឆើតបើតែឆុងតែស្អាតណាបើទោះបីជាភ្លួដល់ពេងទៀតក៏ប្រហែលជាមិនអីដែរមើលទៅផឹកលើកដំបងឆ្ងាញ់ដល់ពេលផឹកយូរទៅវារៀងចោតទៅអញ្ចឹងណាអញ្ចឹងហើយបានធ្វើឲ្យយើងនឹងលេងចង់ផឹកតែតទៀតប៉ុន្តែរបៀបនៃការឆុងតែរបស់គេនឹងវាអត់អញ្ចឹងទាំងអស់គ្នាមិនថាមុនឬក៏ក្រោយទេសុទ្ធតែទទួលបានរសជាតិតែពណ៌ជាមួយនឹងក្លិនស្មើគ្នាដោយបងស្រីដែលគាត់កំពុងតែឆុងតែនឹងគឺគាត់បានចាក់តែចូលទៅក្នុងកែវថ្លាមួយតង់ហើយបានគាត់ចាក់នៅក្នុងពែងតូចឲ្យយើងហូបមួយតង់នឹងរបៀបនៃការឆុងតែប៉ុណ្ណេះហើយដាក់ពាក្យធ្វើនៃចាក់ទឹកតែសិនមុននេះយើងបានស្ដាប់ភ្លេងខ្មែរហើយឥឡូវយើងមកស្ដាប់ភ្លេងចិនវិញម្ដងបន្ទាប់ពីស្ដាប់ភ្លេងហើយឥឡូវយើងទៅមើលពីរបៀបដែលគេធ្វើផ្លិតវិញដំបូងហ្នឹងគេដាក់ទឹកមួយធុងមកដល់ពេលហើយគេច្របាច់ថ្នាំពណ៌ចាក់ចូលទៅក្នុងនឹងណាយើងស្រឡាញ់ពណ៌អីយើងដាក់ពណ៌ហើយក្រោយមកគាត់យកផ្លិតយកទៅចលអូអ្នកគ្នាឃើញស្អាតខ្លាំងមែនតើបើខ្ញុំបានលេងចុងក្រោយហ្នឹងគឺជាការផាត់ពណ៌នៅលើរបាំងមុខបើតាខ្ញុំដឹងសិល្បៈហ៊ីដូចជាគូនៅលើមុខផ្ទាល់ដូចគ្នាដូចទៅនឹងល្ខោនខ្មែររបស់យើងដែរប៉ុន្តែគេអាចឆ្នៃវាទៅជារបាំងមុខហើយឲ្យក្មេងៗយកមកផាត់ពណ៌អីចឹងបើសិនជាល្ខោនបាសាក់របស់យើងអាចធ្វើដូចគ្នាដែរតើវានឹងមានរឿងអីកើតឡើង